ក្រោយខែ01ត្រូវជាប់ឃុំក្នុងនាមជាដៃគូរកស៊ីថមីចេញមករៀបរាប់ដំណើររឿងទាំងស្រុងក្នុងការកើតហេតុជាមួយយុវជននោះចាក្រោយពីផ្ទុះការចែករំលែកវីដេអូរបស់លោកខេ01ពាក់ព័ន្ធការប្រើហិង្សាទៅកាន់យុវជនមួយរូបនោះចានៅព្រឹកថ្ងៃទី30ខែមិថុនាឆ្នាំ2026នេះលោកខេ01បានចូលខ្លួនទៅបំភ្លឺនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតាមការកោះហៅរបស់មន្ត្រីនគរបាលយុតិធធម៌ផែនការងារនគរបាលព្រហ្មទណ្ឌតាមការបញ្ជាក់ឲ្យដឹងថាការកោះហៅនេះគឺពាក់ព័ន្ធនឹងការប្រើប្រាស់ហិង្សាទៅលើយុវជនម្នាក់មិនស្ដាប់បង្គាប់ខ្លួនឲ្យលុតជង្គង់សុំទោសម្ដាយបង្កើតរបស់យុវជននោះដែលរឹងរូសមិនស្ដាប់បង្គាប់ម្ដាយដោយចាំម្ដាយចង់ឲ្យយុវជននេះមកស្នាក់នៅធ្វើការនៅកន្លែងរបស់ខ្លួនចាខេ01កាលពីថ្ងៃទី28ខែមិថុនាឆ្នាំ2026ចាករណីហិង្សានេះមានការបង្ហោះផ្សព្វផ្សាយតាមបណ្ដាញសង្គមដែលនាំឲ្យមានការរិះគន់ជាខ្លាំងចាពីអ្នកលេងបណ្ដាញសង្គមចំពោះទង្វើហិង្សារបស់បុគ្គល K01 ហើយក្រោយពីសមត្ថកិច្ចបានសាកសួរបុគ្គល K01 រួចរាល់ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមស្នេហ៍ឯកជួននរិនចាអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញចាប់បុគ្គល K01 ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធីបន្តចាក្រោយលោក K01 ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធីបន្តនោះលោក Tommy ស្វាមីតារាចម្រៀងសួវិសាចាក៏បានចេញមកបង្ហោះសារក្នុងនាមជាអ្នករាប់អានជាដៃគូរកស៊ីជាមួយលោក K01 ចានឹងបានប្រាប់ពីមូលហេតុដែលបង្កឲ្យមានអំពើហិង្សានេះដែរចាតាមរយៈការឲ្យដឹងពីលោក Tommy បានរៀបរាប់ថាបង K01 ខ្ញុំរាប់អានជាមួយគាត់យូរឆ្នាំហើយគាត់មិនមែនជាមនុស្សចូលចិត្តប្រើអំពើហិង្សានោះទេគាត់ទុកចិត្តមិនបានដោយឃើញទង្វើនិងអាកប្បកិរិយាមិនសមរម្យរបស់យុវជនម្នាក់ជាមួយម្ដាយបង្កើតរបស់ខ្លួនចាហេតុដូច្នេះហើយគាត់គ្មានចេតនាទៅប្រើហិង្សានោះទេលោក Tommy បន្តថាសូមបងប្អូនក៏មើលតែមួយជ្រុងតូចគាត់ជួយសង្គមច្រើនណាស់សូម្បីពេលគាត់នៅទីនោះគាត់ចង់យំអាណិតម្ដាយយុវជននោះហើយយុវជននោះក៏គាត់បានសុំទោសម្ដាយមិនបានយកទោសបីអ្វីពីបង K01 ដែរចាបង K01 បាននិយាយសុំទោសក្មួយប្រុសនោះផងដែរចាដែលគាត់ជ្រុលបន្តិចក្មួយប្រុសនោះក៏បានចានិយាយលើកលែងចាមិនខឹងមិនថាអ្វីបង K01 ទេហើយគាត់ក៏ព្រមសំពះសុំទោសម្ដាយរបស់គាត់ដឹងខ្លួនខុសនិងបានកែខ្លួនចាបន្ថែមពីនោះលោក Tommy ក៏បានសំណូមពរថាខ្ញុំសង្ឃឹមថាថ្នាក់ដឹកនាំនិងពុកម៉ែបងប្អូនទាំងអស់មេត្តាអធិស្ឋាននឹងលើកលែងឲ្យគាត់ចាព្រោះកន្លងមកគាត់បានជួយសង្គមច្រើនណាស់ជាពិសេសអប់រំក្មេងៗដែលមិនស្ដាប់ឪពុកម្ដាយបានចាប្រែពួកគាត់មកជាមនុស្សល្អបានច្រើនណាស់